omission of ហើយនឹង earn omission of ហើយនឹង earn មានថាការលុប ហើយនឹងលុប earn តើពាក្យប្រភេទណាពាក្យនឹងក្រុមណាពាក្យនឹងមានលក្ខណៈដូចម្ដេចដែលយើងមិនអាចប្រើហើយនឹង earn នៅពីមុខបានអូខេជាទូទៅអ្នកនរគ្នាធ្លាប់ឃើញ earn នៅពីមុខនាមណាប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីការមិនប្រើ earn នៅវិញតោះអ្នកនរគ្នាចាប់ដើមតាមដាននិងសិក្សានៅក្នុងវីដេអូនេះ earn ឬក៏ earn is omitted នេះត្រូវលុបបានលុបចោលអញ្ចឹង earn ហ្នឹងលុបចោលពេលណាលុបចោលនៅមុខនាមពហុវចនៈអញ្ចឹងនាមពហុវចនៈយើងអត់ប្រើ earn ទេឃើញទេយើងចាំណានាមពហុវចនៈយើងអត់ប្រើ earn ទេកាលណាប្រើ earn វាលែងទៅជានាមពហុវចនៈទៀតហើយវាជានាមអវយនៈដដែលអញ្ចឹង earn ហ្នឹងបកបែរតែមួយហ្នឹងគឺយើងអត់ប្រើក្នុងនាមពហុវចនៈទេសាមញ្ញអញ្ចឹងឧទាហរណ៍ a dog ស្កែមួយដល់ពេលពហុវចនៈគឺ dogs ណាយើងថែម s dogs អញ្ចឹងអត់មាន ក្នុងទៀតទេឃើញទេអញ្ចឹង x ហ្នឹងមិនមែនគឺជាទេខ្ញុំដាក់សញ្ញាក្រហមមានថាគ្រាន់តែបញ្ជាក់ថាឆ្កែមួយគឺឆ្កែច្រើនអត់មានទេអញ្ចឹងនាមពហុវចនៈអត់មានទេមួយទៀតនេះ earn x earn egg is x ឃើញទេ x អត់មាន earn ទេអានេះ earn x នាមឯកវចនៈទេប៉ុន្តែនាមពហុវចនៈអត់មានទេអត់មានឬក៏ earn ទេឃើញទេមួយទៀតណា watch នាឡិកាមួយអញ្ចឹងនាឡិកា2 3 4 5 is watches នេះគឺ watches ប្រភេទ watches ឃើញទេ watches អញ្ចឹងអត់មានទេ watching គឺនាឡិកាចាប់ពី2ឡើងទៅមួយទៀតមក onion ហ្នឹងគឺមើមខ្ទឹមបារាំងonion គឺខ្ទឹមបារាំងអញ្ចឹងខ្ទឹមបារាំងមួយស្អីចេះចាប់ពី2ឡើងទៅស្អីទម្រង់នេះអញ្ចឹងអត់មាន earn ទៀតទេឃើញទេ onions អូខេយើងមិនប្រើ earn នៅកន្លែងណាទៀត before uncountable nouns ណាយើងអត់ប្រើ earn នៅមុខនាមរាប់អត់បានគឺប្រើអត់បានទេអញ្ចឹងយើងមិនប្រើឬក៏ earn នៅពីមុខនាមរាប់មិនបានទេណាអញ្ចឹងមានថានាមរាប់អត់បានគឺយើងអត់ប្រើហើយនឹង earn ឧទាហរណ៍ we have breakfast អាហារពេលព្រឹក breakfast អាហារពេលព្រឹកហ្នឹងរាប់អត់បានទេមិនដឹងមានអីខ្លះទេព្រោះអាហារពេលព្រឹកអត់មានអាហារពេលព្រឹក1អាហារពេលព្រឹក2អត់មានថាអញ្ចឹងកើតទេអញ្ចឹង we have breakfast ណាយើងហូបអាហារពេលព្រឹក at 8នៅម៉ោង8ដូច្នេះយើងអត់ប្រើ we have a breakfast អត់ឬក៏ we have one breakfast ហ្នឹងអត់និយាយចឹងកើតទេអូខេពីព្រោះ breakfast គឺជានាមរាប់អត់បានប៉ុន្តែយើងមើលចេះ they give us សូមអធិស្ឋាន us ហ្នឹងគឺសេខុសយើងអត់មាន e ទេណាសូមអធិស្ឋាន they give us a good breakfast at 8ឃើញទេចាយើងប្រើ good យើងប្រើបានប៉ុន្តែលុះត្រាតែនាមរាប់មិនបាននាំមុខដោយគុណនាមបញ្ជាក់យើងប្រើឬក៏ earn បានលុះត្រាតែនាមរាប់មិនបាននាំមុខដោយគុណនាមណានាមរាប់មិនបាននាំមុខដោយ uncountable noun preceded by adjective ណែអញ្ចឹងឃើញទេគេយើងប្រើនៅមុខគុណនាមហើយបន្ទាប់មកគឺនាមរាប់មិនបានយើងប្រើបានសូមអធិស្ឋាននេះយើងអត់មាន e ទេណាអាសឹងបើប្រែពួកយើងសេខុសពាក្យនេះអូខេដូច្នេះយើងមិនប្រើឬ earn នៅមុខនាមរាប់មិនបានទេយើងអត់ប្រើ earn នៅមុខនាមដែលយើងគិតថារាប់មិនបានយើងអត់ប្រើទេប៉ុន្តែយើងអាចប្រើឬ earn នៅមុខនាមរាប់មិនបានដូចគ្នាក្នុងលក្ខខណ្ឌនាមហ្នឹងមានគុណនាមនៅពីមុខឬក៏មានຂະຫນាត់រង្វាស់ណាមួយនៅពីមុខណាយើងអាចប្រើបានឧទាហរណ៍ breakfast ដដែលចាស់ឧទាហរណ៍ខ្ញុំហូបអាហារពេលព្រឹកមួយចានអញ្ចឹង I have a plate of breakfast យើងអាចនិយាយចឹងបានខ្ញុំហូបទឹកមួយកែវ I have a glass of water នឹងអាចនិយាយចឹងបានឃើញទេយើងអាចនិយាយចឹងបានប៉ុន្តែចំពោះ water ចំពោះ breakfast តែឯងហ្នឹងយើងអត់ប្រើឬ earn ទេអូខេ